រដ្ឋប៉ាតនីគឺជាអតីតអាណាចក្រម៉ាឡេមូស្លីមដ៏រុងរឿងមួយដែលត្រូវថៃលេបត្របាក់បាត់ចេញពីផែនទីពិភពលោកនៅភាគខាងត្បូងប្រទេសថៃសប្តាហ៍ថ្ងៃនេះប៉ុន្តែទឹកដីដ៏មានសក្តានុពលមួយនេះត្រូវបានលុបបាត់រូបរាងពីផែនទីពិភពលោកក្រោមយុទ្ធសាស្ត្រលេបទឹកដីយ៉ាងស្រេកឃ្លាននិងពោពេញដោយល្បិចកលពុតត្បុតរបស់ជនជាតិសៀមល្បិចកលទី1គឺយុទ្ធសាស្ត្របំបែកដើម្បីគ្រប់គ្រងនៅឆ្នាំ1785ក្រោយពេលកងទ័ពសៀមបានវាយលុកចូលកាន់កាប់ប៉ាតនីពួកគេដឹងយ៉ាងច្បាស់ថាស្មារតីសាមគ្គីភាពនិងឈាមជ័រអ្នកតស៊ូរបស់ប្រជាជនមូស្លីមនៅទីនោះគឺខ្លាំងក្លាណាស់ដើម្បីបង្ការកុំឲ្យមានការងើបបះបោរសៀមបានប្រើល្បិចហែកចែកទឹកដីប៉ាតនីដ៏ធំធេងឲ្យទៅជាខេត្តតូចៗចំនួន7ដើម្បីងាយគ្រប់គ្រងនេះជាការបំបែកកម្លាំងសាមគ្គីផ្ទៃក្នុងនិងធ្វើឲ្យអំណាចកណ្ដាលរបស់ប៉ាតនីត្រូវរលាយសាបសូន្យបន្តិចម្ដងបន្ទាប់នៅក្នុងព្រឹត្តិការណ៍សន្ធិសញ្ញាអង់គ្លេសសៀមឆ្នាំ1909សៀមបានលេងល្បែងការទូតយ៉ាងពឹសពុលជាមួយចក្រភពអង់គ្លេសសៀមបានសុកចិត្តប្រគល់រដ្ឋម៉ាឡេមួយចំនួនទៅឲ្យអង់គ្លេសគ្រប់គ្រងដើម្បីជាលេសដោះដូរយកការទទួលស្គាល់ពីអង់គ្លេសក្នុងការលេបយកប៉ាតនីជាដាច់ខាតការខ័ណ្ឌព្រំដែនខុសច្បាប់នាពេលនោះធ្វើឡើងដោយការលួចលាក់និងមិនបានសួរនាំសូម្បីតែមួយម៉ាត់ពីឆន្ទៈរបស់ម្ចាស់ទឹកដីប៉ាតនីឡើយល្បិចកលចុងក្រោយដែលសាហាវឃោឃៅបំផុតគឺយុទ្ធសាស្ត្ររំលាយអត្តសញ្ញាណជាតិឬថៃរូបនីយកម្មក្នុងទសវត្សរ៍ឆ្នាំ1000សៀមមិនត្រឹមតែលេបយកទឹកដីនោះទេថែមទាំងចង់លុបបំបាត់ខួរក្បាលនិងវប្បធម៌ដើមទៀតផងពួកគេបានប្រកាសហាមឃាត់ការប្រើប្រាស់ភាសាម៉ាឡេហាមការស្លៀកពាក់បែបប្រពៃណីនិងបានបដូរឈ្មោះប្រវត្តិសាស្ត្រប៉ាតនីទៅជាខេត្តរបស់ថៃគឺប៉ាតនីយ៉ាល់និងណារ៉ាធីវ៉ាតដើម្បីបោកប្រាស់ភ្នែកពិភពលោកថាទឹកដីនេះជាទឹកដីថៃតាំងពីដើមមកទោះបីជាសពថ្ងៃនេះឈ្មោះប៉ាតនីត្រូវបាត់បង់ពីផែនទីនយោបាយអន្តរជាតិដោយសារតែល្បិចកលដ៏ខ្មៅងងឹតទាំងនេះក៏ដោយប៉ុន្តែភ្លើងកំហឹងនិងការឈឺចាប់របស់ប្រជាជនម្ចាស់ស្រុកនៅតែឆេះរោរៀលតាមរយៈចលនាតស៊ូទាមទារឯករាជ្យដែលមិនធ្លាប់រលត់សោះឡើយនៅភាគខាងត្បូងប្រទេសថៃនាពេលបច្ចុប្បន្នចាប់តាំងពីការចាប់ផ្ដើមនៃចំនួនសម័យទំនើបជាពិសេសចាប់តាំងពីឆ្នាំ2004មកចលនាតស៊ូនៅភាគខាងត្បូងមានការវិវត្តជាច្រើនក្រុមប៉ុន្តែក្រុមដែលមានឥទ្ធិពលនិងសកម្មបំផុតមានដូចជាក្រុម BRN Barisan Revolusi Nasional នេះជាស្ដេចចលនាតស៊ូដែលមានឥទ្ធិពលបំផុតនិងធំជាងគេបំផុតហើយមានរចនាសម្ព័ន្ធសម្ងាត់បំផុតពួកគេគ្រប់គ្រងកម្លាំងប្រដាប់អាវុធភាគច្រើននៅភាគខាងត្បូងក្រុម PULO Patani United Liberation Organization ជាក្រុមចាស់វស្សាដែលលេចធ្លោខ្លាំងខាងការទូតលើឆាកអន្តរជាតិនិងការឃោសនានយោបាយក្រុម GMIP និង RKK ជាក្រុមកងទ័ពឆ្លប់តូចៗដែលលេចធ្លោខាងការវាយប្រហារបែបបាញ់ប្រហារនិងការដាក់មីន RKK គឺជាកម្លាំងវាយឆ្មក់ពិសេសដែលបណ្ដុះបណ្ដាលដោយ BRN ក្រុមទាំងនេះគ្មានបន្ទាយយោធាច្បាស់លាស់ដោយកងទ័ពរដ្ឋាភិបាលនោះទេពួកគេអនុវត្តយុទ្ធសាស្ត្ររស់នៅជ្រកក្រោមពីរូបភាពមួយចុតនៅលើភ្នំនិងព្រៃក្រាស់ជួរភ្នំ Budo Mountain Range ដែលលាតសន្ធឹងកាត់ខេត្តប៉ាតនីយ៉ាឡានិងណារ៉ាធីវ៉ាតគឺជាជម្រកដ៏មានសុវត្ថិភាពសម្រាប់វឹកវើលាក់ខ្លួននិងស្តុកទុកអាវុធពីរលាយចូលក្នុងសហគមន៍ឬហៅថាកងទ័ពស្រមោលនេះជាចំណុចសាហាវខ្មាន់កំភ្លើងភាគច្រើនរស់នៅដូចជាប្រជាជនស៊ីវិលធម្មតាធ្វើស្រែចម្ការបើកបរម៉ូតូឬជាសិស្សសាលាសាសនាម៉ាត្រាសានៅពេលថ្ងៃប៉ុន្តែពួកគេប្រែក្លាយជាអ្នកប្រយុទ្ធនៅពេលយប់ឬនៅពេលមានបញ្ជា2តើពួកគេវាយប្រហារដោយរបៀបណាខ្លះនេះគឺជាចម្លើយយុទ្ធសាស្ត្រសង្គ្រាមទ័ពព្រៃដោយសារតែកម្លាំងតិចជាងនិងអាវុធខ្សោយជាងកងទ័ពថៃក្រុមបះបោរប៉ាតនីមិនដែលវាយប្រហារចំមុខនោះទេប៉ុន្តែពួកគេប្រើយុទ្ធសាស្ត្រវាយឆ្មក់និងរត់ hit and run យ៉ាងមានប្រសិទ្ធភាពការលបបាញ់ប្រហារ drive by ខ្មាន់កំភ្លើងជិះម៉ូតូឌុបគ្នាលបបាញ់ប្រហារទៅលើបុគ្គលិកភាគីរដ្ឋកងទ័ពប៉ូលីសឬសូម្បីតែគ្រូបង្រៀនថៃរួចគេចខ្លួនបាត់ស្រមោលការប្រើប្រាស់គ្រាប់បែកកែច្នៃ IEDs ពួកគេល្បីខាងការបង្កប់គ្រាប់បែកកែច្នៃក្នុងស៊ីឡាំងហ្គាសឬបំពង់ទីបរួចយកទៅលាក់ក្នុងធុងសម្រាមម៉ូតូឬកប់ក្រោមថ្នល់រួចចុចបំផ្ទុះតាមទូរស័ព្ទដៃឬខ្សែភ្លើងនៅពេលក្បួនកងទ័ពថៃបើកកាត់ការវាយប្រហារសេដ្ឋកិច្ចនិងនិមិត្តរូបរដ្ឋការលបដុតបំផ្លាញសាលារៀនរដ្ឋថៃការកាត់ខ្សែកាបប្រព័ន្ធអគ្គិសនីនិងការបំផ្ទុះបំផ្លាញហាងទំនិញត្រឹម211ឬស្ថានីយ៍ប្រេងឥន្ធនៈ PTT ដើម្បីបង្ហាញថារដ្ឋាភិបាលថៃមិនអាចគ្រប់គ្រងតំបន់នេះបានឡើយ3ហេតុអ្វីបានជាកងទ័ពថៃមិនអាចកំទេចបានទាំងស្រុងថៃជាប្រទេសដែលមានកងទ័ពខ្លាំងមានអាវុធទំនើបនិងចំណាយលុយរាប់ពាន់លានដុល្លារលើសមរភូមិភាគខាងត្បូងប៉ុន្តែនៅតែមិនអាចឈ្នះសង្គ្រាមនេះបានដោយសារតែឧបសគ្គធំៗ3យ៉ាងដែលជាល្បិចកលបកវិញទី1សង្គ្រាមដណ្ដើមបេះដូងប្រជាជនថៃចាញ់ដាច់និងចាញ់ដោយសន្លប់ទឹកទី1រហូតរបូតខោចេញពងក្តារកណ្ដាលវាលកងទ័ពថៃគឺជាជនជាតិថៃដ៏ថោកទាបស្មើសត្វចំណែកឯប្រជាជនម្ចាស់ស្រុកគឺជាជនជាតិម៉ាឡេមូស្លីមដែលប្រជាជនគិតថាជាវីរៈបុរសរបស់ពួកគេប្រជាជនក្នុងតំបន់ភាគច្រើនមិនផ្ដល់ព័ត៌មានសម្ងាត់ឲ្យកងទ័ពថៃនោះទេផ្ទុយទៅវិញពួកគេជួយលាក់បាំងនិងផ្ដល់ជំរកដល់ក្រុមបះបោរព្រោះពួកគេចាត់ទុកក្រុមបះបោរជាអ្នកតស៊ូដើម្បីជាតិចំណែកកងទ័ពថៃជាអ្នកឈ្លានពានថោកទាបកូនមីបិសាចម្ដាយអាចៅសៀមសុំទោសផងរៀងចូលទួលបន្តិចហើយ
នៅពេលគ្មានព័ត៌មានពីប្រជាជនកងទ័ពថៃប្រៀបដូចជាមនុស្សងងឹតភ្នែកជិះសេះខ្វាក់កណ្ដាលយប់នៅមាត់ជ្រោះជ្រៅកងអីនិងធ្លាក់បាក់កងាប់ក្នុងសមរភូមិទី2រចនាសម្ព័ន្ធសម្ងាត់បែប network គ្មានក្បាល cellular structure ក្រុម BRN រៀបចំកម្លាំងជាក្រុមកោសិកាតូចៗដែលក្រុមនីមួយៗមានសមាជិកតែ3ទៅ5នាក់ប៉ុណ្ណោះក្រុម A មិនស្គាល់សមាជិកក្រុម B ឡើយដូច្នេះទោះបីជាកងទ័ពថៃចាប់ឬសម្លាប់សមាជិកក្រុមណាមួយបានក៏មិនអាចស៊ើបអង្កេតរាវរកទៅដល់មេខ្លោងធំបានដែរព្រោះរចនាសម្ព័ន្ធត្រូវបានកាត់ផ្តាច់ពីគ្នាទី3ខ្សែព្រំដែនធម្មជាតិនិងកិច្ចសហការម៉ាឡេស៊ីតំបន់ភាគខាងត្បូងថៃមានព្រំប្រទល់ជាប់នឹងប្រទេសម៉ាឡេស៊ីដែលមានព្រៃក្រាស់និងទន្លេខណ្ឌចែកនៅពេលរដ្ឋាភិបាលថៃបើកប្រតិបត្តិការបង្ក្រាបធំក្រុមអ្នកប្រយុទ្ធទាំងនោះគ្រាន់តែឆ្លងដែនទៅលាក់ខ្លួននៅក្នុងប្រទេសម៉ាឡេស៊ីដែលមានឈាមជ័រភាសានិងសាសនាដូចគ្នាកងទ័ពថៃមិនអាចលោតឆ្លងព្រំដែនទៅដេញចាប់បានឡើយព្រោះវាជាបញ្ហាអធិបតេយ្យភាពអន្តរជាតិ